ជីវិតជាអ្នកម្ដាយថ្មីថ្មោងបន្ទាប់ពីលែងចាញ់ហើយគឺខ្ញុំចូលជួបធ្វើស្ត្រីមេផ្ទះវិញដូចលោកមុនអញ្ចឹងហើយអ្វីដែលខ្ញុំត្រូវញ៉ាំព្រលឹមឡើងពេលដែលខ្ញុំពោះហ្នឹងមានថ្នាំអីគេខ្លះខ្ញុំញ៉ាំប្រហែលមុខហ្នឹងពេលដែលផឹកឡើងក្រោយពីញ៉ាំបាយពេលផឹកហើយគឺខ្ញុំចាប់ផ្ដើមញ៉ាំថ្នាំពីរមុខហ្នឹងតែចំពោះការឈោមខ្ញុំញ៉ាំចូលគ្នាអត់កើតទេដោយសារតែវាមានជាតិប្រឆាំងជាមួយនឹងអាថ្នាំដែលខ្ញុំញ៉ាំពីរហ្នឹងអញ្ចឹងខ្ញុំបន្ទាប់ពីញ៉ាំថ្នាំពីរហ្នឹងហើយខ្ញុំត្រូវរងចាំរយៈពេល1ម៉ោងបាទខ្ញុំត្រូវញ៉ាំការឈោមនឹងបន្តទៀតតែសម្រាប់ឥឡូវគឺខ្ញុំញ៉ាំតែពីរមុខហ្នឹងសិនតងន់កូនសម្រាប់ខ្ញុំចាញ់របស់ធំក្លិនរបស់ផ្អែមរបស់ឆ្អាបអីគឺខ្ញុំធំអត់បានជាពិសេសក្លិនក្អូបហើយមើលទៅមុខខ្ញុំដឹងហើយខ្ញុំលាបអីអត់បានទេសូម្បីតែការពារកម្ដៅថ្ងៃខ្ញុំយូរខ្ញុំបានលាបម្ដងនៅសារលាបទៅមានអារម្មណ៍ថាដូចអត់ចង់ហ្មងដូចវាអត់ត្រូវជាមួយនឹងក្លិនណាចឹងទៅអត់បានលាបអីទេបន្ទាប់ពីលាបថ្នាំហើយគឺចូលជីវិតស្ត្រីមេផ្ទះខ្ញុំមកធ្វើម្ហូបហើយម្ហូបយើងថ្ងៃហ្នឹងដែរខ្ញុំស្ងោរតឡាចជាមួយនឹងការ៉ុតណាហើយជាមួយនឹងសាច់អញ្ច្រាំលាយជាមួយនឹងឆ្អឹងជំនីជ្រូកកន្លងមកខ្ញុំចាញ់ខ្លាំងពេកតែអញ្ចឹងទៅអត់ដែលបានធ្វើម្ហូបញ៉ាំទេដោយសារធំក្លិនខ្ទឹមក៏អត់បានធំក្លិនឆ្អាបក៏អត់បានឆោយូក៏វល់មុខទៅចូលក្បាល4ខែនេះខ្ញុំសុខភាពរៀងស្រួលបួលគឺខ្ញុំចាប់ផ្ដើមធ្វើម្ហូបវិញហើយកាលពីចាញ់ខ្លាំងទិញម្ហូបរបស់គេញ៉ាំរហូតអញ្ចឹងធ្វើអត់កើតតវល់មុខក្អួតរហូតដល់ពេលចាប់ផ្ដើមស្រួលខ្លួនគឺចាប់ផ្ដើមចូលជួធ្វើម្ហូបវិញហើយម្ហូបរបស់ខ្ញុំក៏ព្យាយាមធ្វើអីដែរងាយស្រួលដែរអត់សូវហ៊ានធ្វើម្ហូបដែរឆោយូខ្លាំងហើយដោយសារយើងសុខភាពអត់ដូចមុនណាពីមុនយើងឆោយូបានអីបានឥឡូវយើងឆាប់ហត់ឆោយូយើងហូរចកេះហូរអីអញ្ចឹងជាយាមធ្វើម្ហូបណាដែលលឿនងាយស្រួលហើយបានបន្លែញ៉ាំផងខ្ញុំចាញ់កូនលោកនេះបន្លែខ្ញុំញ៉ាំអត់សូវបានទេនិយាយទៅឃើញបន្លែគឺអត់ចង់ញ៉ាំហ្មងគឺខ្ញុំពិបាកចិត្តខ្លាំងមែនតើបន្លែផ្លែឈើញ៉ាំអត់បានច្រើនអញ្ចឹងបន្លែដូចជាស្លក់ប្រហើរអីគឺអត់ចង់ញ៉ាំសោះហ្មងដល់អញ្ចឹងទៅអាណិតកូនដែរម៉ាក់ញ៉ាំអត់កើតអីរោមកូនអត់ឲ្យឃ្លានហ្មងបងប្អូនគ្នាគឺខ្ញុំចង់ញ៉ាំតែរបស់ផ្អាប់របៀបដូចត្រីចៀនត្រីប្រឡាក់ញ៉ាំជាមួយនឹងអាឡឹកទុំស្វាយទុំអីគឺខ្ញុំចូលចិត្តខ្លាំងហ្មងតែសម្រាប់ស្លស្ងោស្លស្លាក់ប្រហើរកកូរនេះខ្ញុំអត់ចូលចិត្តសោះហ្មងញ៉ាំអត់បានទេឥឡូវហ្នឹងនឹកឃើញថារៀងអន់ចាញ់ហើយព្យាយាមធ្វើម្ហូបនឹងធ្វើតែមិនដឹងថាញ៉ាំបានអត់ទេចាំមើលសាកល្បងសិនឥឡូវមកស្ងោតឡាចជាមួយនឹងសាច់ជ្រូកអញ្ច្រាមលាយឆ្អឹងជំនីម្ដងបានទឹកហត់អញ្ចឹងណាជីវិតការងារជាស្ត្រីមេផ្ទះខានយូរអត់បានទេត្រូវតែប្រញាប់ចូលជួមកវិញហើយណាមួយយើងធ្វើម្ហូបខ្លួនឯងយើងញ៉ាំស្និទ្ធមាត់ជាងម្ហូបដែលយើងទិញស្រាប់ហើយម្ហូបរបស់ខ្ញុំគឺអត់មានបានរៀបរាប់អីទេដោយសារម្ហូបងាយស្រួលទេតឡាចដែលខ្ញុំត្រូវដាក់ហ្នឹងថាដាក់3ផ្លែដល់ពេលជាក់ស្ដែងដាក់បានតែ2វាច្រើនជ្រុល